លោកស៊ីឈូដែលមានរហស្សនាមថាស្ដេចត្រាញ់ខ្លាគឺជាមេទ័ពដ៏ខ្លាំងពូកែនិងស្មោះត្រង់បំផុតរបស់ឆាវក្នុងសម័យសាមកុកលោកត្រូវបានគេស្គាល់ថាជាអ្នកការពារផ្ទាល់ដ៏រឹងមាំដែលតែងតែនៅក្បែរខ្លួនលោកឆាវគ្រប់ជំហានប្រវត្តិសង្ខេបនិងការចូលបម្រើឆាវស៊ីឈូគឺជាបរិះដែលមានមាឌធំមាំកម្លាំងបាយនិងមានចរិតស្លូតបូតតែអង់អាចមុនពេលជួបឆាវលោកបានដឹកនាំអ្នកភូមិការពារខ្លួនពីក្រុមចោរមានរឿងនិទានថាលោកមានកម្លាំងខ្លាំងដល់ថ្នាក់ចាប់កន្ទុយគោអូសថយក្រោយបានយ៉ាងងាយលោកបានចូលបម្រើឆាវបន្ទាប់ពីបានប្រយុទ្ធស្មារតីជាមួយមេទ័ពទៀនអួយឆាវពេញចិត្តនឹងសមត្ថភាពលោកយ៉ាងខ្លាំងក៏បានតែងតាំងលោកជាមេទ័ពការពារអង្គរៈស្នាដៃនិងព្រឹត្តិការណ៍សំខាន់សកម្មភាពរបស់ស៊ីឈូភាគច្រើនគឺការពារជីវិតឆាវក្នុងស្ថានភាពគ្រោះថ្នាក់បំផុតការពារនៅច្រាំងទន្លេវៃក្នុងសង្គ្រាមជាមួយម៉ាឆាវស៊ីឈូបានជួយសង្គ្រោះឆាវឲ្យរួចផុតពីការតាមប្រហារលោកបានប្រើដៃម្ខាងកាន់ខែលការពារព្រួញនិងដៃម្ខាងទៀតអុំទូកចម្លងឆាវឆ្លងទន្លេទោះបីជាត្រូវព្រួញបាញ់ស្រោចយ៉ាងណាក៏ដោយការប្រយុទ្ធជាមួយម៉ាឆាវស៊ីឈូបានភ្នាល់គ្នាប្រយុទ្ធជាមួយម៉ាឆាវមេទ័ពខ្លាំងបំផុតម្នាក់នៃក្រុមខ្លាទាំង5របស់លាវប៉ៃក្នុងការប្រយុទ្ធនោះលោកបានដោះអាវក្រោះចេញរួចប្រយុទ្ធទាំងខ្លួនទទេរហូតដល់ស្មើដៃគ្នាដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់លោកល្បីសុះសាយភាពស្មោះត្រង់ចំពោះច្បាប់ទម្លាប់ស៊ីឈូជាមនុស្សគោរពវិន័យណាស់សូម្បីតែសាច់ញាតិរបស់ឆាវក៏លោកមិនអនុញ្ញាតឲ្យចូលជួបឆាវក្នុងពេលសម្រាកដែរប្រសិនបើគ្មានបញ្ហាបន្ទាន់ភាពម៉ត់ចត់នេះធ្វើឲ្យឆាវទុកចិត្តលោកជាខ្លាំងបំផុតចរិតលក្ខណៈពិសេសភាពស្មោះត្រង់បន្ទាប់ពីឆាវស្លាប់មានរឿងដំណាលថាស៊ីឈូបានយំរហូតដល់ក្អួតឈាមដែលបង្ហាញពីភក្តីភាពដ៏ជ្រាលជ្រៅរហស្សនាមខ្លាឆ្កួតឬក៏ស្ដេចត្រាញ់ខ្លាមកពីការដែលលោកមើលទៅហាក់ដូចជាមនុស្សស្ងប់ស្ងាត់ស្លូតបូតដូចមនុស្សល្ងង់តែនៅពេលចូលសមរភូមិលោកប្រែជាកាយសាហាវដូចសត្វខ្លា